ជើងក៏ផ្ទះចាំកាបញ្ញាជាយុវជនវ័យកណ្ដាលម្នាក់មានក្តីស្រមៃចង់ចាក់ចែងពីភាពអ៊ូអរនៃទីក្រុងដើម្បីទៅចាប់ផ្ដើមជីវិតថ្មីបែបសាមញ្ញនៅជនបទក្រោយពីចំណាយពេលជាច្រើនខែរកទីតាំងមកសមទីផតគាត់ក៏សម្រេចចាត់ទិញដីចំការមួយកន្លែងដែលមានផ្ទះឈើចាស់មួយខ្នងនៅចំកណ្ដាលដីនោះធំល្វឹងល្វើយព័ទ្ធជុំវិញដោយព្រៃរបោះដ៏ស្ងាត់ជ្រងំលាតសន្ធឹងរហូតដល់ជើងភ្នំផ្ទះចាស់នោះមើលទៅពុកផុយបន្តិចមែនតែវានៅរក្សាបាននូវភាពរឹងមាំនិងមានស្ថាបត្យកម្មបុរាណមួយដែលធ្វើឲ្យបញ្ញាពេញចិត្តជាខ្លាំងអ្វីដែលពិសេសនោះម្ចាស់ចាស់លក់ដែលថ្លៃថោកគួរឲ្យគិតក្រោមហេតុផលថាចាស់មិនចង់រស់នៅទីនេះទៀតទេបញ្ញាទៅពិនិត្យមើលផ្ទះនោះលើកដំបូងពូឆៃដែលជាអ្នកភូមិចំណាស់ម្នាក់រស់នៅក្បែរនោះបានដើរមកជួបពូឆៃមើលទៅបញ្ញាដោយក្រសែភ្នែកហាក់អាណិតផងព្រួយបារម្ភផងក្មួយពូឃើញក្មួយចង់មកនៅផ្ទះចាស់នេះមែនទេពូឆៃសួរទាំងទឹកមុខស្ងួនបាទពូខ្ញុំទិញវាហើយចង់មកចាប់ផ្ដើមអាជីវកម្មកសិកម្មតូចមួយនៅទីនេះបញ្ញាតបដែររំភើបពូឆៃក្រវីក្បាលតិចផ្ទះនេះមានរឿងច្រើនណាស់ក្មួយអ្នកភូមិគេមិនហ៊ាននៅយូរទេរឿងអីទៅពូខ្មោចឡងអីមែនទេបញ្ញាសាយចំអកព្រោះគាត់ជាមនុស្សសម័យថ្មីមិនសូវជឿរឿងអបិយជំនឿទេពូឆៃមិនបានសាយតបឡើយមិនមែនត្រឹមតែឡងទីក្មួយវាកាន់តែអាក្រក់ជាងនោះទៀតព្រលឹងនៅទីនេះវាជើងកបផ្ទះចំការពាក្យជើងកបផ្ទះចំការធ្វើឲ្យបញ្ញាស្រឡំកាំងគាត់មិនដែលឮពាក្យនេះពីមុនមកទេជើងកបវាមានន័យយ៉ាងម៉េចពូក្មួយនៅទៅវានឹងដឹងខ្លួនឯងពូឆាយតបយ៉ាងខ្លីរួចក៏ងាកដើរចិនទៅបាត់បន្សល់ទុកឲ្យបញ្ញានៅភាពឆ្ងល់ស្រពេចស្រពាលនិងអារម្មណ៍មិនស្រណុកក្នុងចិត្តបន្តិចបន្តួចតែយ៉ាងណាបញ្ញានៅតែគិតថាទាំងនេះគ្រាន់តែជាការភ័យខ្លាចហួសហេតុរបស់មនុស្សចាស់ប៉ុណ្ណោះមួយខែក្រោយមកបញ្ញាក៏បានផ្លាស់ប្ដូរអីវ៉ាន់ទាំងអស់មកកាន់ផ្ទះចំការនោះគាត់បានសម្អាតផ្ទះលាបថ្នាំឡើងវិញនិងរៀបចំឲ្យមានសោភ័ណភាពជាងមុនផ្ទះឈើបុរាណនោះមើលទៅស្រស់បំព្រងឡើងវិញតែទោះជាយ៉ាងណាក៏នៅតែមានអារម្មណ៍មួយដែលពិបាកនឹងពណ៌នាវាដូចជាភាពត្រជាក់ស្រែងមួយដែលបង្កប់នៅក្នុងជញ្ជាំងផ្ទះពេលយកមកដល់ភាពស្ងាត់ជ្រងំបានគ្របដណ្ដប់លើបរិវេណផ្ទះទាំងមូលឮតែសំឡេងសត្វល្អិតយំល្វីៗនិងសំឡេងខ្យល់បក់រំហោយតាមចន្លោះបង្អួចភាគទី2សំឡេងខ្មោចឡងដែលមិនអាចពន្យល់បានដំបូងឡើយបញ្ញាគិតថាគាត់បានរកឃើញឋានសួគ៌ផ្ទាល់ខ្លួនហើយគាត់ក្រោកពីព្រលឹមទៅមើលថែដំណាំស្រោបយកខ្យល់អាកាសបរិសុទ្ធនិងរីករាយនឹងភាពស្ងប់ស្ងាត់តែបន្ទាប់ពីមួយសប្តាហ៍អ្វីក៏ចាប់ផ្ដើមផ្លាស់ប្ដូររឿងដំបូងដែលកើតឡើងគឺសំឡេងពេលខ្លះគាត់ឮដូចជាសំឡេងអ្វីមួយត្រូវបានអូសនៅលើក្តារផ្ទះនៅជាន់ខាងលើទោះជាគ្មាននរណាម្នាក់នៅទីនោះក៏ដោយសំឡេងនោះធ្ងន់ដូចជាសំឡេងជើងមនុស្សអូសកាត់ក្តារបញ្ញាព្យាយាមរកហេតុផលប្រហែលជាសត្វកណ្ដុកធំឬខ្យល់បក់ទ្វារបិទតែសំឡេងនោះបន្លឺឡើងស្ទើររាល់យប់ហើយវាមិនមែនជាសំឡេងរអ៊ូតាមធម្មតាឡើយវាមិនមែនជាសំឡេងរត់ឬដាវនោះទេតែជាសំឡេងអូសមួយសប្តាហ៍បន្ទាប់គាត់ក៏ចាប់ផ្ដើមជួបប្រទះនៅក្លិនចម្លែកក្លិននោះដូចជាក្លិនដីសើមលីនឹងឈាមក្រៀមវាធំឆ្អាបហើយតែងតែលេចឡើងនៅជ្រុងម្ខាងនៃបន្ទប់គេងរបស់គាត់បានសម្អាតបន្ទប់នោះយ៉ាងហ្មត់ចត់រកមើលថាតើមានសត្វស្លាប់ឬអ្វីរលួយឬអត់តែគ្មានអ្វីសោះក្លិននោះនៅតែលេចឡើងហើយក៏បាត់ទៅវិញដោយឯងទុកឲ្យគាត់ឆ្ងល់រាល់យប់បញ្ញាចាប់ផ្ដើមគេងមិនលក់រាល់ពេលដែលសំឡេងអូសជើងពន្លឺឡើងគាត់មានអារម្មណ៍ថាមាននរណាម្នាក់កំពុងសម្លឹងមើលគាត់ពីក្នុងភាពងងឹតពេលខ្លះគាត់ឃើញស្រមោលរត់ព្រិចនៅកញ្ចក់បង្អួចតែពេលគាត់ក្រឡេកទៅមើលគ្មានអ្វីសោះនៅយប់មួយគាត់ភ្ញាក់ឡើងទាំងភ័យប្រលឹងចង់សក់គាត់យល់សប្តីឃើញនារីម្នាក់ដេកដួលនៅនឹងដីជើងទាំងគូរបស់នាងត្រូវបានចងជាប់នឹងបង្គោលផ្ទះដោយខ្សែពួរដ៏ធំមួយនាងព្យាយាមរើបំរាស់តែឥតប្រយោជន៍ទឹកភ្នែកស្រក់រហាមពេញផ្ទៃមុខទាំងយំទាំងស្រែកហៅរកជំនួយរូបភាពនោះដូចជាពិតពេករហូតដល់គាត់ភ្ញាក់ឡើងទាំងញើសចូលខ្លួនហើយនៅតែឮសំឡេងស្រែកអង្វរលើយវើយក្នុងត្រចៀកបញ្ញាលែងគិតថាវាជាការយល់ច្រឡំទៀតហើយ
គាត់ចាប់ផ្ដើមភ័យខ្លាចផ្ទះខ្លួនឯងគាត់នឹកដល់ពាក្យពូឆៃជើងកប់ផ្ទះចង្ការតើវាមានន័យថាអ្វីទៅភាគទី3ការលាតត្រដាងការពិតដ៏រន្ធត់នៅព្រឹកបន្ទាប់បញ្ញាបានទៅរកពូឆៃដោយទឹកមុខស្លេកស្លាំងពូឆៃខ្ញុំគិតថាពូនិយាយត្រូវហើយមានរឿងចម្លែកប្លែកកើតឡើងច្រើនណាស់នៅក្នុងផ្ទះខ្ញុំបញ្ញាព្យាយាមទប់អារម្មណ៍ភ័យខ្លាចពូឆៃក្រវីក្បាលតិចពូបានប្រាប់ហៅតាក្មួយតែគ្មាននរណាម្នាក់ជឿពូទេពូខ្ញុំសូមអង្វរពូជួយប្រាប់ខ្ញុំឲ្យអស់រឿងជើងកផ្ទះចំការវាជាអ្វីនារីក្នុងសុពេនខ្ញុំតើនាងជាអ្នកណាបញ្ញាសួរទាំងភ័យព្រួយពូឆៃបានដកដង្ហើមធំរួចក៏ចាប់ដើមរៀបរាប់ពីប្រវត្តិដ៏ខ្មៅងងឹតនៃផ្ទះនោះពីដើមឡើយជារបស់លោកយាយម្នាក់ឈ្មោះយាយមេថ្មប់គាត់ល្បីខាងប្រាអាគមខ្មៃនិងពូកែខាងផ្សំថ្នាំស្នេហ៍តែមនុស្សដែលពូកែអាគមខ្មៃតែងតែមានភាពខកខៅកាលពីជាង50ឆ្នាំមុនមានក្មេងស្រីម្នាក់ឈ្មោះស្រីណាតនាងជាក្មេងកំព្រាដែលយាយមេថ្មប់យកមកចិញ្ចឹមតែបែរជាប្រើនាងដូចខ្ញុំបំរើទៅវិញយាយមេថ្មប់គាត់មានបំណងចង់ឲ្យផ្ទះរបស់គាត់មានមន្តអាគមការពារដ៏ខ្លាំងក្លានឹងធ្វើឲ្យអ្នកណាក៏មកនៅទីនេះមិនអាចរស់នៅបានយូរក្រៅពីគាត់ជឿថាការចងប្រលឹងមនុស្សទៅនឹងផ្ទះអាចធ្វើឲ្យផ្ទះនោះមានអំណាចពូឆៃបន្តទាំងទឹកមុខស្រងួតស្រងាត់ថ្ងៃមួយស្រីណាតបានព្យាយាមរត់គេចខ្លួនពីផ្ទះនោះព្រោះទ្រាំនឹងការធ្វើបាបរបស់យាយមេថ្មប់លែងបានតែយាយមេថ្មប់ចាប់នាងបានដោយកំហឹងនឹងចង់ធ្វើជាឧទាហរណ៍មិនឲ្យនរណាម្នាក់ហ៊ានរត់ទៀតយាយមេថ្មប់ក៏បានធ្វើទារុណកម្មនាងយ៉ាងឃោរឃៅគាត់បានកាត់ជើងទាំងពីររបស់ស្រីណាតរួចយកខ្សែពួរធំខំមកចងជើងដែលបាក់នោះជាប់ទៅនឹងបង្គោលផ្ទះមួយនៅខាងក្រោមគាត់បានដាក់អាគមត្រាំទឹកមន្តអាគមខ្មៅដើម្បីចងប្រលឹងនាងមិនឲ្យទៅណាបានគាត់ចង់ឲ្យប្រលឹងស្រីណាតក្លាយជាអ្នកយាមផ្ទះដ៏ស្មោះត្រង់របស់គាត់ជារៀងរហូតស្រីណាតបានស្លាប់បាត់បង់ជីវិតទាំងឈឺចាប់និងគ្មាននរណាម្នាក់បានដឹងឡើយលើកលែងតែយាយមេថ្មប់ប៉ុណ្ណោះប្រលឹងនាងត្រូវបានចងជាប់នឹងផ្ទះនោះដោយជើងដែលបាក់នាងមិនអាចទៅណាបានឡើយនាងនៅតែព្យាយាមរើបំរះដេកអូខ្លួននៅក្នុងផ្ទះទាំងឈឺចាប់នោះហើយជាពាក្យជើងកប់ផ្ទះចំការបញ្ញាស្ទើរតែដួលសន្លប់ពេលបានឮរឿងរ៉ាវដ៏រន្ធត់នេះសំឡេងអូជើងក្លិនឈាមស្រមោលនិងសុបិនអាក្រក់របស់គាត់ឥឡូវនេះបានคล้ายជាការពិតដ៏គួរឲ្យខ្លាចស្រីណាតនាងជាជនរងគ្រោះដែលប្រលឹងត្រូវជួបខំខៀងរាប់ទសវត្សរ៍នៅក្នុងផ្ទះនោះគាត់នឹកឃើញភ្នែកដ៏ល្វីៗរបស់នាងនៅក្នុងសុបិនតើខ្ញុំគួរធ្វើយ៉ាងម៉េចតើពូបញ្ញាសួរត្រដាបត្រដួវិធីតែមួយគត់គឺត្រូវស្រាយចំណងអាគមនោះចេញតែគ្មាននរណាម្នាក់ដឹងថាកន្លែងចងអាគមពិតប្រាកដនៅត្រង់ណាទេក្មួយយាយមេថ្មប់បានលាក់វាយ៉ាងជិតបំផុតមុនគាត់ស្លាប់ទៅហើយក៏ត្រូវប្រយ័ត្នប្រលឹងនាងឈឺចាប់ខ្លាំងណាស់នាងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកុំឲ្យនរណាម្នាក់មកប៉ះពាល់កន្លែងដែលចងនាងព្រោះនាងខ្លាចត្រូវទទួលរងការឈឺចាប់ម្ដងទៀតភាគទី4ការប្រឈមមុខដាក់គ្នាដ៏គួរឲ្យរន្ធត់រឿងរ៉ាវពីពូឆាយបានធ្វើឲ្យបញ្ញាមិនអាចគេងលក់បានប៉ុន្មានយប់ជាប់គ្នាគាត់សម្រេចចាត់ថាត្រូវតែជួយស្រីណាតគាត់មិនអាចទ្រាំនឹងការរស់នៅជាមួយវិញ្ញាណដែលរងទុក្ខនោះទៀតទេយប់នោះបញ្ញាបានត្រៀមខ្លួនប្រឈមមុខនឹងអ្វីទាំងអស់គាត់បានរៀបចំពិលមួយធូបទៀននិងគម្ពីរធម៌សម្រាប់សូត្រគាត់ក៏បានរំលឹកពីពូឆាយដែលថាកន្លែងចងអាគមអាចជាបង្គោលផ្ទះឬជាអ្វីមួយដែលលាក់កប់នៅក្រោមផ្ទះពេលយប់ជ្រៅមកដល់បរិយាកាសនៅក្នុងផ្ទះកាន់តែធ្ងន់ធ្ងរឡើងភាពត្រជាក់ស្រេងបាំងជ្រាបចូលឆ្អឹងក្នុងបញ្ញាឮសំឡេងអូសជើងកាន់តែខ្លាំងនិងកាន់តែជិតដូចជាស្រីណាតកំពុងធ្វើដំណើរទៅរកគាត់បានចាប់ផ្ដើមស្វែងរកគាត់រើគ្រឿងសង្ហារឹមចេញរើកដាផ្ទះនៅជាន់ខាងក្រោមហើយពិនិត្យមើលបង្គោលផ្ទះនីមួយរាល់ពេលដែលគាត់ប៉ះបង្គោលណាមួយគាត់មានអារម្មណ៍ថាត្រជាក់ខ្លាំងហើយឮសំឡេងខ្សឹកខ្សៀវតូចៗថាឈប់ទៅកុំប៉ះខ្ញុំឈឺណាស់
គាត់នៅតែបន្តស្វែងរកពេលគាត់ទៅដល់ជ្រុងម្ខាងនៃបន្ទប់ទទួលភ្ញៀវដែលជាកន្លែងមានក្លិនឆ្អាបនឹកញាប់បំផុតគាត់មានអារម្មណ៍ថាមានអ្វីមួយកំពុងសម្លឹងមើលគាត់ពីខាងក្រោយគាត់ងាកទៅមើលស្រមោលខ្មៅងងឹតមួយបានលេចឡើងនៅជ្រុងបន្ទប់វាមិនមានរូបរាងច្បាស់លាស់ទេតែគាត់ដឹងថាជាស្រីណាត់ស្រមោលនោះចាប់ផ្ដើមបន្លឺសំឡេងយំសោកយ៉ាងខ្លាំងរួចក៏វិវត្តទៅជាសំឡេងស្រែកយ៉ាងគួរឲ្យរន្ធត់ដែលធ្វើឲ្យបេះដូងរបស់បញ្ញាស្ទើរតែលោតចេញមកក្រៅភ្លើងក្នុងផ្ទះចាប់ផ្ដើមរលត់បែកហើយវត្ថុនៅក្នុងផ្ទះចាប់ផ្ដើមបោកបក់រាយបាយតកកៅអីបានដួលរលំរូបភាពក្នុងសុពិនរបស់គាត់ក៏ចាប់ផ្ដើមលេចឡើងជាការពិតស្រីណាតឥឡូវនេះមានរូបរាងពាក់កណ្ដាលខ្លួននាងកំពុងអូសខ្លួននៅលើកណ្ដាលផ្ទះសម្លឹងមកគាត់ដោយភ្នែកទាំងគោរបស់នាងដែលពោលពេញដោយការឈឺចាប់និងកំហឹងជើងទាំងគោរបស់នាងមើលទៅដូចជាបាក់បែកនិងត្រូវបានចងជាប់ទៅនឹងអ្វីមួយនៅក្រោមដីកុំប៉ះខ្ញុំនាងស្រែកទាំងឈឺចាប់តែសំឡេងនោះលាយលំដោយកំហឹងនាងលូកដៃមកចាប់បញ្ញាគាត់មានអារម្មណ៍ថាមានអ្វីមួយត្រជាក់ដោយទឹកកកបានមកប៉ះដៃរបស់គាត់បញ្ញាដឹងថាគាត់ចិត្តរកឃើញកន្លែងចងហើយគាត់បានជីកក់កាយនៅក្រោមបង្គោលផ្ទះចាស់មួយនៅជិតជ្រុងដែលស្រីណាត់បង្ហាញខ្លួនពេលគាត់ជីកបានបន្តិចគាត់ក៏ប្រទះឃើញប្រអប់ឈើចាស់មួយកប់នៅក្រោមដីពេលបញ្ញាព្យាយាមបើកប្រអប់នោះស្រីណាតបានបញ្ចេញកំហឹងចុងក្រោយរបស់នាងបានលោតមកលើគាត់ព្យាយាមចាប់បំពង់គាត់របស់គាត់ផ្ទះចាប់ផ្ដើមរញ្ជួយក្តារផ្ទះចាប់ផ្ដើមបាក់ក្លិនឈាមកាន់តែខ្លាំងឡើងបញ្ញាព្យាយាមរើបំរាក់ទាំងកម្លាំងកាយចិត្តគាត់បានស្រវាចាប់ប្រអប់នោះទាំងដៃញ័ររួចក៏បើកវាឡើងនៅក្នុងប្រអប់នោះមានអំបោះខ្មៅមួយដុំធំដែលចងផ្ទួទៅនឹងឆ្អឹងជើងមនុស្សពីរដុំតូចនិងទុកកតាចម្លែកមួយដែលមានជើងបាក់នោះហើយជាចំណងអាគមបញ្ញាបានស្រវាចាប់អំបោះនោះហើយព្យាយាមកាត់វាចេញដោយកាំបិតដែលគាត់បានរៀបចំទុកពេលដែលកាំបិតប៉ះនឹងអំបោះនោះស្រីណាតបានស្រែកយំលួននៅពេញផ្ទះដូចជាមនុស្សកំពុងរងការឈឺចាប់ដ៏ធ្ងន់ធ្ងរបំផុតអូយកុំឈឺណាស់កុំធ្វើអីខ្ញុំនាងស្រែកបញ្ញាដឹងថានាងឈឺចាប់តែគាត់ត្រូវតែធ្វើគាត់បានកាត់អំបោះនោះដាច់រំពេចនោះផ្ទះទាំងមូលក៏បានស្ងាត់ស្ងៀមសំឡេងយំសំឡេងអូសជើងក្លិនឈាមភាពត្រជាក់ទាំងអស់បានបាត់ទៅវិញក្នុងមួយរំពេចរូបស្រីណាតបានលេចឡើងនៅចំពោះមុខគាត់ពេញលេងរាងកាយរបស់នាងមានពន្លឺរស្មីពណ៌សស្ទើរតែថ្លានាងមើលមកគាត់ដោយភ្នែកដែលលែងមានកំហឹងទៀតហើយតែពោពេញដោយភាពដឹងគុណអរគុណបងអរគុណនាងនិយាយដោយសំឡេងល្វើយហើយក៏បានរលាយបាត់ទៅក្នុងពន្លឺមួយដែលហោះហើរឡើងទៅលើមេឃព្រលឹងនាងបានរួចផុតពីចំណងហើយភាពទី5ភាពស្ងប់ស្ងាត់បន្ទាប់ពីព្យុះបញ្ញាដេកដួលនៅនឹងដៃទាំងខ្លួនប្រាណឈឺចាប់ញើសជោកខ្លួនតែក្នុងចិត្តមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំងផ្ទះនោះលែងមានភាពត្រជាក់ស្រេងទៀតហើយក្លិនឆ្អាបក៏បានបាត់ទៅវត្ថុនៅក្នុងផ្ទះដែលដួលរលំឥឡូវនេះហាក់ដូចជាគ្មាននរណាម្នាក់ប៉ះពាល់វាដូចជាសុបិនអាក្រក់មួយដែលបានបាត់ទៅវិញភ្លាមពេលគាត់ភ្ញាក់ពីគេងព្រឹកបន្ទាប់បញ្ញាបានរៀបចំអីវ៉ាន់ទាំងអស់ហើយចាកចេញពីផ្ទះនោះភ្លាមគាត់បានទៅជួបពូឆាយម្ដងទៀតខ្ញុំបានជួយនាងហើយពូនាងបានទៅបាត់ហើយបញ្ញាប្រាប់ពូឆាយញញឹមយ៉ាងស្រាលពូដឹងហើយក្មួយផ្ទះនោះវាលែងមានភាពត្រជាក់ទៀតហើយព្រលឹងនាងបានទៅកាន់សុគតិភាពហើយតែខ្ញុំមិនអាចរស់នៅទីនោះទៀតទេពូបញ្ញាទទួលស្គាល់ដោយស្មោះត្រង់ការឈឺចាប់និងភាពភ័យខ្លាចដែលគាត់បានឆ្លងកាត់នៅតែដក់ជាប់ក្នុងអារម្មណ៍ពូឆាយងក់ក្បាលយល់ស្របក្មួយធួត្រូវហើយផ្ទះនោះអាចនឹងលែងមានប្រលឹងអាក្រក់ទៀតហើយតែប្រវត្តិដ៏ខ្មៅងងឹតរបស់វានឹងនៅដកជាប់ជារៀងរហូតគ្មាននរណាម្នាក់គួររស់នៅក្នុងផ្ទះដែលមានរឿងសោកនាដកម្មបែបនេះឡើយបញ្ញាបានលក់ផ្ទះចំការនោះទៅឲ្យម្ចាស់ថ្មីម្នាក់ដែលក្រុមនឹងវាយចោលដើម្បីសាងសង់ផ្ទះថ្មីមួយគាត់បានចាកចេញពីភូមិដ៏ស្ងាត់ជ្រងំនោះដោយមិនដែលងាកក្រោយមើលផ្ទះចាស់នោះម្ដងទៀតឡើយគាត់បានត្រឡប់ទៅទីក្រុងវិញតែជា
ជីវិតរបស់គាត់មិនដុតមុនទៀតទេគាត់បានរៀនមេរៀនមួយដ៏ធំធេងអំពីអបិយជំនឿកម្លាំងនៃព្រលឹងនិងភាពខូខើរបស់មនុស្សរាល់ពេលដែលគាត់ឮសំឡេងអ្វីមួយអកឬមានក្លិនដីសើមលាយឈាមក្រៀមគាត់នៅតែព្រឺឆ្អឹងខ្នងសំឡេងស្រែករបស់ស្រីណាតនៅតែបន្លឺឡើងក្នុងត្រចៀករបស់គាត់ជានិច្ចជារូបភាពដ៏គួរឲ្យខ្លាចដែលមិនអាចលុបបំបាត់បានសំឡេងទោះជាប្រលឹងស្រីណាតបានរួចផុតក៏ពិតមែនតែរឿងរ៉ាវនៃជើងកបផ្ទះចំការបានបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រៅនៅក្នុងចិត្តរបស់បញ្ញាជារៀងរហូតគាត់ដឹងថាពិភពលោកនេះមានរឿងជាច្រើនដែលវិទ្យាសាស្ត្រមិនអាចពន្យល់បានហើយអំពើអាក្រក់របស់មនុស្សអាចបង្កើតចំណងអាគមដ៏សែនខ្លាចដែលចងប្រលឹងមនុស្សឲ្យជាប់ឃុំឃាំងជារៀងរហូត